ចាបងនិយាយទៅសម្រាប់ការកម្មង់មានទំនុកចិត្តចាំកម្មង់បើអត់មានទំនុកចិត្តទេបងមិនកម្មង់ទេហើយមុននឹងកម្មង់បងអាចsearch មើលបានថាTikTok របស់ខ្ញុំ Telegram របស់ខ្ញុំ IG របស់ខ្ញុំហើយនិង Page របស់ខ្ញុំនឹងឈ្មោះដូចគ្នាអត់ហើយលេខទូរស័ព្ទដូចគ្នាអត់ logo ហាងគឺ copy អត់បានទេបងlogo ហាងខ្ញុំគឺពិបាក copy ខ្លាំងមែនទេដូចអី logo របស់ខ្ញុំឈ្មោះ DL Flower ហើយ logo ពណ៌មាសហើយខាងក្រោមនេះខ្ញុំដាក់លេខទូរស័ព្ទ0964629592លេខទូរស័ព្ទរបស់ខ្ញុំគឺមាននៅនឹង logo ដូចទាំងអស់ហ្មងហើយនិយាយទៅ Telegram IG Page អីគឺខ្ញុំប្រើ logo របស់ខ្ញុំហើយ TikTok របស់ខ្ញុំលេងហ្នឹងក៏ខ្ញុំអត់លេងជាមួយTikTok Page ដែរ TikTok ហាងការដែរគឺខ្ញុំចែកម្លែកលេងខុសគ្នាអញ្ចឹងហើយអញ្ចឹងបងប្អូនគាត់អត់មានទំនុកចិត្តបងប្អូនអាច check មើលបានគឺអត់ពិបាកទេយើង search មើលបានគឺរឿងបាច់លុយមួយទៀតភ្ញៀវគាត់ chat មកកំងហើយកក់លុយគាត់ដែលគាត់ដាក់ក្នុងហ្នឹងគាត់និយាយមកវាប៉ះពាល់ទឹកប៉ះពាល់អារម្មណ៍ខ្ញុំដែរព្រោះថាដឹងស្រាប់អីស្រុកខ្មែរយើងមិននិយាយចឹងក៏វាអត់ត្រូវដែរព្រោះថាតែមនុស្សល្អក៏មានច្រើនមនុស្សអាក្រក់ក៏មានអញ្ចឹងទៅអ្នកបោកប្រាស់ក៏មានតាមនឹងទៅតែចង់ប្រាប់បងថាមុននឹងកំងបង check សិន check page check Telegram check TikTok វីដេអូគេផុសហើយមួយទៀតបើគេបោកអាបានអត់មានទៅចេញខែទេបងអញ្ចឹងបង check វាផងទីតាំងGoogle Map បងវាយមើលហាងគេនឹងមានពិតប្រាកដអត់គេមានមកដល់ហាងផ្ទាល់អត់ចឹងណាដូចខ្ញុំអញ្ចឹងខ្ញុំប្រាប់ខ្ញុំថាបងមកដល់ទីតាំងផ្ទាល់ក៏បានយកលុយមកខ្ញុំព្រៀបចំដល់ទីតាំងក៏បាននិយាយទៅបង check Google Map ក៏ឃើញហាងខ្ញុំគឺខ្ញុំមានទីតាំងច្បាស់លាស់ឲ្យបងមកដល់ហាងគឺខ្ញុំអត់បែនរកស៊ីបោកប្រាស់ទេតែខ្ញុំព្យាយាមធ្វើក្នុង Google ក៏ខ្ញុំព្យាយាម update page TikTok Telegram IG YouTube ខ្ញុំព្យាយាមធ្វើដើម្បីអីដើម្បីពេលដែលភ្ញៀវគាត់ search ហ្នឹងគឺឃើញឈ្មោះហាងខ្ញុំពិតប្រាកដមែនមិនថាបងឆែកតាមណាក៏មានវត្តមានហាងខ្ញុំដែរអញ្ចឹងមែនខ្ញុំព្យាយាមធ្វើវីដេអូព្យាយាមផុសទាំងដែលខ្ញុំអត់សូវប្រកែកខាងហ្នឹងណាហើយសម្បីតែចាគឺខ្ញុំអត់សូវប្រកែកដែរតែខ្ញុំក៏ព្យាយាមធ្វើវីដេអូព្យាយាមផុសគ្រប់បណ្ដាញសង្គមទាំងអស់ដើម្បីឲ្យភ្ញៀវឆែកមើលទៅគឺខ្ញុំមានវត្តមាននៅលើនឹងមែនគឺមិនមែនជាហាងបោកប្រាស់ទេសម្បីតែភ្ញៀវនៅកូរ៉េនៅជប៉ុនគឺជនជាតិខ្មែរតែគាត់នៅស្រុកគេហើយគាត់កំងអវ៉ាន់ឲ្យអ្នកនៅស្រុកខ្មែរគាត់ទូទាត់លុយមក1លាន2លានគឺគាត់ទូទាត់ឲ្យយើងដឹកឲ្យអត់ញ៉ៃទេព្រោះដោយសារតែគាត់បានតាមដានយើងហើយខ្ញុំក៏អត់ដែរមានប្រវត្តិបោកប្រាស់ភ្ញៀវដែរគឺសម្បីតែភ្ញៀវនៅហ្វីលីពីនដែលគាត់ជាជនជាតិហ្វីលីពីនហ្នឹងក៏គាត់ធ្លាប់កំងអវ៉ាន់ហាងខ្ញុំហើយគាត់ទូទាត់លុយឲ្យខ្ញុំហើយខ្ញុំដឹកបានគាត់ធម្មតាប្រាប់ទីតាំងឲ្យធម្មតាអញ្ចឹងបងមុននឹងកំងបងអាច check មើលបានបើសិនជាអត់កំងទេប្រាប់ថាអត់កំងទៅអធិស្ឋានអូនឯងកក់អញ្ចឹងទៅបងអត់កំងទេអញ្ចឹងខ្ញុំអត់ដែរថាអីទេតែពេលដែលភ្ញៀវគាត់និយាយមករបៀបអញ្ចឹងវាប៉ះពាល់ផ្លូវអារម្មណ៍ដែរព្រោះតែខ្ញុំរកស៊ី4